ឆ្នាំនេះបានតលេងស្រុកកំណើតក៏បានទៅវត្តអារាមដ៏ល្បីល្បាញមួយប្រចាំខេត្តកំពង់ចាមដែលមានអាយុកាលជាង100ឆ្នាំហើយលក្ខណៈស្ថាបត្យកម្មវិញគឺប្រណិតបំផុតកម្រនឹងឃើញមានហើយខ្ញុំចង់ទៅឃើញយូរហើយបងប្អូនភាពពិសេសនៃសំណង់ដ៏ចំណាស់មួយនេះរហូតដល់ក្រសួងវប្បធម៌ចាត់ទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខេត្តកំពង់ចាមផងដែរស្រុកកំណើតខ្ញុំបងប្អូននៅប្រទេសអូរ៉ាំងអ៊ើទេក៏ប៉ុន្តែវត្តដែលខ្ញុំចង់ទៅនេះគឺវត្តមហាលៀបគឺនៅកោះស្ទឹងដែលនៅជិតនឹងទេជិះប្រហែលជាខ្ទង់10នាទីអីក៏សម្រេចថាចង់ទៅធ្វើបុណ្យនៅវត្តនេះម្ដងពីព្រោះតាមការសិក្សាស្រាវជ្រាវយើងបានដឹងមកវត្តមហាលៀបនេះល្បីណាស់ពីព្រោះថាមានសំណង់មួយដែលបន្សល់ទុកតាំងពីជាង100ឆ្នាំមុនហើយមុននឹងទៅវត្តខ្ញុំទៅដល់ផ្ទះសិនណាបងប្អូនហើយដោយសារតែម៉ែអង្គុយក្នុងឡានគាត់ឈឺចុករយចកេះមែនតែនចៃដន្យអីខ្ញុំបានទិញឈុតថៃកបាមដែលជាឈុតភ្ជុំបិណ្ឌជុំគ្រួសារដែលមានការបញ្ចុះតម្លៃ 20% ក្នុងនោះមានទាំងកាអៀកទំហំតូចធំក្តៅត្រជាក់ហើយមានប្រេងកាឡា10ក្រាមចំនួន2ខ្ញុំស្រឡាញ់ការវេចខ្ចប់មែនតែនបែបខ្មែរងាយស្រួលធ្វើដាក់ជាកាដូជូនទៅដល់ចាស់ៗនៅផ្ទះមែនតែនហើយតម្លៃត្រឹមតែ$9.99ទេថៃកបាមគឺជាផលិតផលរបស់ប្រទេសសិង្ហបុរីដែលបានឈរជើងលើទីផ្សារជាង100ឆ្នាំហើយខ្ញុំអីក៏ប្រើប្រាស់ថៃកបាមដែលខ្ញុំទទួលស្គាល់ទៅលើគុណភាពតែម្ដងពីព្រោះធ្លាប់ឡើងភ្នំអូរ៉ាល់ពេលហ្នឹងសាច់តិចខ្ញុំមិនដឹងតិចដោយសារអីតែវាហើមខ្ញុំប្រើប្រាស់ប្រេងកាឡាថៃកបាមពណ៌សពេលលាបហើយគឺបាត់ហើមឃើញប្រសិទ្ធភាពម៉ែខ្ញុំគាត់ fan ថៃកបាមណាគាត់ចូលចិត្តជាពិសេសថៃកបាមក្តៅដែលនៅពេលដែលបិទទៅមានអារម្មណ៍ថាក្តៅភីហើយធ្វើឲ្យបាត់អាការៈចុករយបែបមនុស្សចាស់នោះបានឆាប់រហ័សហើយថៃកបាមក៏មានឈុតផ្សេងទៀតទៅតាមជម្រើសដែលបងប្អូនអាចទិញបានតាមរយៈ Facebook Page ថៃកបាមផ្ទាល់ហើយមុននឹងទៅវត្តខ្ញុំក៏បានជូនឈុតថៃកបាមជុំគ្រួសារនេះទៅដល់អ៊ំមួយឈុតផងដែរហើយតាមផ្លូវស្អាតមែនតើបងប្អូនហើយព្រះវិហារចំណាស់ដែលខ្ញុំចង់ឃើញក៏ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកអូស្អាតមែនណាអាយុកាលយូរហើយក៏ប៉ុន្តែរូបរាងខាងក្រៅរចនាបថអស្ចារ្យតែម្ដងហើយចូលទៅដល់ខាងក្នុងព្រឺរោមណាបងប្អូនអូយមិនដែលឃើញមានតែគំនូរក្បាច់ទឹកមាសនៅតាមសសររហូតដល់ពីដានលំអិតប្រណិតតែម្ដងអញ្ចឹងហើយទៅខ្លាយទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រចាំខេត្តកំពង់ចាមហើយនេះគឺជាទេសចរបែបវប្បធម៌សំណង់សាសនាមែនណាគ្រប់គ្នាចង់ឃើញហើយបងប្អូនដែលគាត់រៀនស្ថាបត្យកម្មគាត់បានស្វែងយល់អីគាត់ច្បាស់ជាស្គាល់ព្រះវិហារមួយនេះពីព្រោះថានៅរក្សារចនាបថក៏ល្អហើយក្រៅពីព្រះវិហារមួយនេះក៏យើងឃើញមានកុដិដែលជាសំណង់បុរាណដូចគ្នាដំបូលអីគឺបែបខ្មែរចំអញ្ចឹងទីនេះគឺជាកន្លែងមួយដែលយើងគួរតែនាំគ្នាទៅស្គាល់ឲ្យបានច្រើនយើងទៅធ្វើបុណ្យទៅដូចយើងទៅស្គាល់អញ្ចឹងហើយក៏ជាគំរូមួយដែលបន្សល់ទឹកតាងឲ្យកូនចៅចំនួនក្រោយបានស្គាល់ទៅសិក្សាស្វែងយល់បន្ថែមផងដែរនៅតែអស្ចារ្យនៅតែស្អាតហើយខ្ញុំសង្ឃឹមថាយើងនឹងចូលរួមអភិរក្សសំណង់មួយនេះតទៅមុខទាំងអស់គ្នាហើយបើសិនជាបងប្អូនទៅភ្ជុំអីស្រុកកំណើតចិត្តនឹងអាចទៅធ្វើបុណ្យនៅវត្តមហាលៀបបានណាបងប្អូនដោយសារតែកុដិអីកន្លែងធ្វើបុណ្យសាលាឆាន់អីគឺស្អាតតែម្ដងងាយស្រួលយើងទៅធ្វើបុណ្យធ្វើទាននៅទីនោះហើយទីធ្លាអីធំទលាយសាលាល្អនៅជាប់មាត់ទន្លេបរិយាកាសអីក៏ល្អដែរដូច្នេះវីដេអូមួយនេះបានបង្ហាញបងប្អូនរួចរាល់ហើយអរគុណបងប្អូនដែលបានតាមដានទស្សនាហើយសង្ឃឹមថាបងប្អូននឹងបានឃើញទាំងអស់គ្នា